សម្ដេចគតិសង្ហបណ្ឌិតម៉ែនសំអនចុះសាកសួរសុខទុក្ខវីរៈកងទ័ពជួរមុខទិសព្រះវិហារព្រះវិហារនាព្រឹកថ្ងៃច័ន្ទទី9ខែមិនិនាឆ្នាំ2026សម្ដេចគតិសង្ហបណ្ឌិតម៉ែនសំអនឧត្តមប្រឹងប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍបានដឹកនាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់បងប្អូនវីរៈកងទ័ពជួរមុខនៅទិសព្រះវិហារក្នុងពិធីបដិសណ្ឋារកិច្ចនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមពីវិធីអភិបាលខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទនិងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ក្នុងឱកាសសំណេះសំណាលនោះសម្ដេចគតិសង្ហបណ្ឌិតបាននាំយកនៅអំណោយជាគ្រឿងឧបភោគបរិភោគបរិក្ខារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃនិងថវិកាមួយចំនួនដើម្បីផ្ដល់ជូនដល់វីរៈកងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីសម្ដេចបានគូសបញ្ជាក់ថាកត្តាសន្តិសុខនិងសន្តិភាពគឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការលើកកម្ពស់សុខុមាលភាពព្រមទាំងវិបុលភាពសម្រាប់គ្រួសារនិងសង្គមជាតិទាំងមូលជាទីបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្ដេចគតិសង្ហបណ្ឌិតមិនត្រឹមតែជាការនាំនៅសម្ភារៈឧបត្ថម្ភប៉ុណ្ណោះទេប៉ុន្តែជាការផ្ដល់នៅកម្លាំងចិត្តយ៉ាងធំធេងដល់វីរៈកងទ័ពជួរមុខបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលបង្ជាបង្អែកដ៏រឹងមាំក្នុងការថែរក្សាសន្តិភាពជូនជាតិមាតុភូមិរាយការណ៍ដោយខ្ញុំបាទកៅប៊ុនហេងពីខេត្តព្រះវិហារ